សួស្តីបងប្អូនបាទអញ្ចឹងមកជួបគ្នាម្ដងទៀតហើយជាមួយនឹងខ្ញុំដុល្លារបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកចែកម្លែកคลิปមួយទៀតដែលចង់បញ្ជាក់ប្រាប់បងប្អូនថាសម្រាប់បងប្អូនមានដឹងអត់ពេលដែលយើងជាពិសេសពេលដែលយើងចូលមើល website អីណាមួយអញ្ចឹងបងប្អូនអញ្ចឹងបើយើងប្រើប្រាស់នេះអា Google Chrome នេះរបស់Google នេះឥឡូវដូចថាខ្ញុំចូល web ខ្មែរថាអញ្ចឹងបងប្អូនឃើញហ៎អញ្ចឹងពេលណាយើងចូលអា Google Chrome ហ្នឹងគឺបេក្ខកម្មច្រើនមែនតើហ្មងអានេះបើយើងមើលទៅអានេះគឺជាបេក្ខកម្មរបស់ website ដែលគាត់ដាក់ឯងអញ្ចឹងអត់អីទេអញ្ចឹងណាប៉ុន្តែបងប្អូនពេលដែលបងប្អូនចុះមកក្រោមបងប្អូនឃើញពួកចេះអញ្ចឹងអាហ្នឹងភាសាបច្ចេកទេសឬក៏នេះគេហៅថា Google Ads បងប្អូនអញ្ចឹងអាហ្នឹងជាទូទៅមិនមែនជាបេក្ខកម្មរបស់ website ដែលគាត់ដាក់មកឯងគឺអាហ្នឹងបានន័យថា website ហ្នឹងគាត់រកលុយជាមួយ Google Ads អញ្ចឹងពេលដែលយើងចូលទៅមើលគឺមាន pop up Google Ads នៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងឧទាហរណ៍បងប្អូន click ទៅឃើញ Ads by Google ឃើញទេអញ្ចឹងណាអញ្ចឹងមិនថាបងប្អូនចូល website ណាក៏ដោយអញ្ចឹងណាជាប្រចាំភាគច្រើនឲ្យតែប្រើ Google Chrome នេះគឺដឹងថាមាន ad ច្រើនហើយអញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំពេលខ្លះខ្ញុំធុញទ្រាន់ដែរបងប្អូនពេលយើងចូលមើល website អីអញ្ចឹងហើយឃើញពាណិជ្ជកម្មគេអីច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំណែនាំbrowser មួយថ្មីដែលខ្ញុំនេះប្រើនេះខ្ញុំពីច្រើនខ្ញុំប្រើអាក្បាលតោនេះបងប្អូនអញ្ចឹងណាដោយសារគេអាក្បាលតោហ្នឹងវាមានកន្លែងធ្វើឲ្យយើងហ្នឹង function feature ល្អរបស់វាមួយគឺអត់មាន ad ទេពេលយើងចូល website អីមួយអញ្ចឹងណាមួយអញ្ចឹងឥឡូវបងប្អូនអាច compare គ្នាពេលដែលខ្ញុំអស់មកក្រោមគឺអត់មាន ad ដល់កន្លែង ad by Google ទេអញ្ចឹងណាអញ្ចឹងភាគច្រើនគឺតែ ad ពាណិជ្ជកម្មដោយ website ហ្នឹងឯងអញ្ចឹងអត់មានពី Google មកហើយគឺល្អមែនតើបាទ browser ហ្នឹងអញ្ចឹង browser ហ្នឹងឈ្មោះអីគេ browser ហ្នឹងគឺឈ្មោះវាគឺ browser អញ្ចឹងបើបងប្អូនចង់ download បងប្អូនគាត់ណា click Play Store អញ្ចឹងកន្លែង search នេះបងប្អូនវាយ browser មកនេះគាត់បងប្អូន click មកគឺនេះហ៎ private browser គឺបងប្អូន click តឡើងមកអីមកអញ្ចឹងពេលដែលយើង click open មកវាមាន function មួយឲ្យយើង block ad ឲ្យស្រាប់បងអញ្ចឹងណាហើយយើងអាចសេរីបានទៀតនៅក្នុង setting របស់វាហ្នឹងនេះអាកន្លែង browser and privacy នេះគឺយើងអាច setting បានទៀតតើកន្លែង block track ad នេះយើងចង់ឲ្យអា block ពាណិជ្ជកម្មរបស់យើងហ្នឹងលក្ខណៈខ្លាំងបំផុតឬក៏លក្ខណៈធម្មតាឬក៏ឲ្យ